បាយគ្រប់ប្រភេទទ្រទស្សនិកជនជាទីគោរពបន្តព័ត៌មានជាបន្តទៀតគឺពាក់ព័ន្ធទៅនឹងវិស័យសេដ្ឋកិច្ចអនុវិញគឺម៉ូតូ Suzuki Smart V ស៊េរីថ្មី 2014 នោះគឺមានវត្តមាននៅលើទីផ្សារកម្ពុជាហើយក្រុមហ៊ុន OMC ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយម៉ូតូ Suzuki នៅទីផ្សារកម្ពុជាពេលនេះបានចាប់ផ្ដើមចេញលក់ម៉ូតូ Suzuki Smart V FW 115 ស៊េរីថ្មី 2014 របស់ខ្លួននៅលើទីផ្សារកម្ពុជាបន្ទាប់ពីទទួលបានជោគជ័យក្នុងការបើកដាក់ឲ្យដំណើរការសាខាចែកចាយជាបន្តបន្ទាប់ជាមួយនឹងការចេញលក់នៅប្រភេទម៉ូតូជាច្រើន model រួចមកថ្លែងក្នុងពិធីបង្ហាញម៉ូតូ Suzuki Smart V SW 115 ស៊េរីថ្មី 2014 កាលពីល្ងាចថ្ងៃទី 22 ខែកក្កដាម្សិលមិញនេះលោកអុកញ៉ាសៀវថៃនាយកក្រុមហ៊ុន OMC បានឲ្យដឹងថាដោយយោងទៅលើចំណុចសំខាន់ទាំងអស់របស់ Suzuki Smart V FW 115 ស៊េរីថ្មីនេះវាពិតជានឹងរួមចំណែកបង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុនតាមរយៈការទទួលបានការគ្រប់គ្រងខ្លាំងពីសំណាក់អតិថិជននៅកម្ពុជាមិនតែប៉ុណ្ណោះលោកអុកញ៉ាក៏ធ្លាប់បានបញ្ជាក់ថាក្រុមហ៊ុននឹងបន្តរៀបចំយុទ្ធសាស្ត្រឲ្យត្រូវនឹងតម្រូវការទីផ្សារដែលកំពុងតែមានការវិវត្តជាបន្តបន្ទាប់ខណៈការអភិវឌ្ឍនៅកម្ពុជាកំពុងតែមានការរីកចម្រើនស្ទើរគ្រប់វិស័យដោយគ្នានេះដែរបើតាមក្រុមហ៊ុន OMC ម៉ូតូ Suzuki Smart V កំពុងតែបង្ហាញឲ្យឃើញពីសន្ទុះប្រសើរឡើងជាលំដាប់ចាប់តាំងពីការបង្ហាញវត្តមានពីឆ្នាំ 2010 រហូតមកដល់បច្ចុប្បន្ននេះគួរបញ្ជាក់ថាក្រុមហ៊ុន OMC បានបង្កើតឡើងនៅកម្ពុជានោះក្នុងឆ្នាំ 1995 ហើយបើគិតមកដល់ពេលនេះក្រុមហ៊ុន OMC បង្កើតបានសាខាលក់បានជាច្រើនកន្លែងដោយក្នុងនោះហាងលក់ស្តង់ដារ Suzuki ពិភពលោកនោះគឺមានចំនួន 2 ហាងលក់ខ្នាតមធ្យមមានចំនួនជាង 10 កន្លែងនិងហាងខ្នាតតូចៗមានចំនួនជាង 50 កន្លែងខណៈអត្រាកំណើនប្រចាំឆ្នាំនៃការលក់ម៉ូតូគ្រប់ប្រភេទនៅក្នុងចន្លោះពី 40 ទៅ 50% បាទនេះគឺជាម៉ូតូ Suzuki ស៊េរី 2014 គឺមានចេញលក់ហើយនៅក្នុងទីផ្សារប្រជាជាតិកម្ពុជាយើងហើយយើងឃើញថាមានគ្រប់ពណ៌ហើយនឹងមានរាងស្អាតផងដែរបាទយើងសូមបញ្ចប់ព័ត៌មានពាក់ព័ន្ធនឹងក្រុមហ៊ុន Suzuki ទៅប៉ុណ្ណឹងយើងបន្តទៅមើលព័ត៌មានទាក់ទងនឹងក្រុមបាល់ទាត់មួយគឺក្រុម Tri Asia Group គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់បន្ទាប់ពីដំណើរការរយៈពេល1ឆ្នាំកន្លងមកនេះយើងឃើញថាក្រុមបាល់ទាត់ Tri Asia ដែលក្រុមនោះរបស់ជប៉ុននោះដែលគេស្គាល់ថាជាក្លឹបបាល់ទាត់ដ៏ល្បីល្បាញមួយដែលទើបតែបង្កើតបានតែរយៈពេល1ឆ្នាំប៉ុណ្ណោះគឺមានទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់ហើយយើងឃើញថាក៏មានការជួបជុំគ្នានៅភោជនីយដ្ឋាន Lucky ដើម្បីអបអរសាទរពីលទ្ធផលទាំងនេះផងដែរអាយដាមឡាវឆាយអគ្គរដ្ឋលេខាធិការរងព្រឹទ្ធសភាដែលត្រូវបានអញ្ជើញក្នុងឱកាសនោះបានមានប្រសាសន៍ថាអាយដាមបានលើកគុណសម្បត្តិរបស់ក្រុមបាល់ទាត់ Tri Asia របស់ជប៉ុននេះនិងបណ្ដាក្រុមហ៊ុនជាដៃគូរបស់ Tri Asia ទាំងអស់ដែលបានខិតខំនៅក្នុងមុខចំនួនរបស់ខ្លួននិងបានផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជានិងនិស្សិតមួយចំនួនដើម្បីឲ្យពួកគាត់នឹងមានការងារក៏ដូចជាមានថវិកាក្នុងការសិក្សាបន្តទៅទៀតលោកតូម៉ូយូគីយូកូប្រធានក្រុមហ៊ុន Tri Asia Group បានគូបញ្ជាក់ដឹងថាការជួបជុំថ្ងៃនេះគឺជាឱកាសមួយសម្រាប់លោកថ្លែងអំណរគុណចំពោះអតិថិជនរបស់ខ្លួនទាំងអស់ដែលបានគាំទ្រមុខជំនួញរបស់លោកខណៈដែលការផ្ដល់សេវាលើវិស័យមុខម្ហូបគឺហាងគីរីយ៉ាសាខាទី1និងទី2ក្រុមហ៊ុន IT ជាក្លឹបបាល់ទាត់ Tri Asia ដែលកំពុងមានសកម្មភាពហ្វឹកហាត់និងប្រកួតមិត្តភាពជាច្រើនកន្លែងដើម្បីចូលលេងក្របខ័ណ្ឌ Midphone Cambodia នេះរដូវកាលឆ្នាំ 2014 តាមរយៈការប្រកួតអណ្ដើមជើងឯកនិងជើងឯករងឲ្យបានក្របខ័ណ្ឌក1នៅឆ្នាំ 2013 ផងដែរបាទយើងឃើញថានេះគឺជាលទ្ធផលរបស់ក្រុម Tri Asia ដែលសុទ្ធតែជ្រើសរើសយុវជនទាំងអស់ក្នុងការចូលលេងជាមួយក្រុមរបស់ខ្លួនដើម្បីជំរុញក៏ដូចជាបង្កើននៅវិស័យបាល់ទាត់នេះឲ្យកាន់តែល្អប្រសើរយើងសូមបញ្ចប់ព័ត៌មាននឹងតែប៉ុណ្្នឹងយើងបន្តទៅមើលព័ត៌មានពាក់ព័ន្ធនឹងខ្សែភាពយន្តក៏ដូចជាវិស័យសិល្បៈនៅក្នុងប្រជាជាតិកម្ពុជាយើងវិញដែលយើងឃើញថារោងកុន Legend គឺកំពុងតែទទួលបានជោគជ័យគឺទទួលបានប្រជាប្រិយភាពនៅក្នុងប្រជាជាតិកម្ពុជាគួរឲ្យកត់សម្គាល់ផងដែរយើងឃើញថារោងកុន Legend ចាប់បើកដំណើរការដំបូងនៅថ្ងៃទី7 ខែកក្កដាឆ្នាំ 2011 ហើយរហូតមកទល់ពេលនេះគឺខួប2ឆ្នាំមកហើយគឺតំណាងប្រធានរោងភាពយន្ត Legend លោកតែងសុងបានមានប្រសាសន៍ឲ្យដឹងថានេះគឺជាជោគជ័យរបស់រោងភាពយន្ត Legend ដែលបានខិតខំប្រឹងប្រែងដើម្បីយកខ្សែភាពយន្តល្អៗមកចាក់បញ្ចាំងនៅរោងកុនរបស់ខ្លួននោះហើយយើងឃើញថាសម្រាប់ឆ្នាំថ្មីនេះគឺមានការបញ្ចុះតម្លៃ 50% ទៅលើសម្បត្តិកុននិងភេទជ្ជៈគ្រប់ប្រភេទ
រាល់ការជាវសម្បត្តិចាប់ពី3សម្បត្តិឡើងទៅនឹងទទួលបានអាវយឺត Legend ដ៏ស្រស់ស្អាតមួយហើយមានកម្មវិធីប្រកួតប្រជែងដើម្បីឈ្នះរង្វាន់ផ្សេងៗចាប់ពីវេលាម៉ោង5ដល់ម៉ោង6ល្ងាចសម្រាប់ភ្ញៀវដែលអញ្ជើញមកទស្សនានៅរោងកុន Legend ហើយយើងឃើញថាក៏មានការប្រពខួបផ្សេងៗផងដែរនៅក្នុងរោងកុនផងដែរយើងឃើញថានេះគឺជាជោគជ័យរបស់រោងកុន Legend រយៈពេល2ឆ្នាំមកហើយយើងឃើញថាលោកតែងសុងបានបញ្ញាថាលោកនឹងពង្រឹងផ្នែកខ្សែភាពយន្តនេះហើយនឹងនាំនៅខ្សែភាពយន្តល្អៗមកកាន់ប្រជាជាតិកម្ពុជាឲ្យបានច្រើនថែមទៀតបាទយើងសូមបញ្ចប់ព័ត៌មាននឹងតែប៉ុណ្្នឹងយើងបន្តទៅមើលព័ត៌មានពាក់ព័ន្ធនឹងវិស័យពុទ្ធសាសនាវិញម្ដងដែលយើងឃើញថាឧបនាយករដ្ឋមន្ត្រីអាយដាមយឹមឆៃលីក៏បានយកចង្ហាន់ក៏ដូចជាទានភាសានឹងទៅប្រគេនព្រះសង្ឃផងដែរនៅឯខេត្តបន្ទាយមានជ័យយើងឃើញថានេះគឺជាការចូលរួមលើកកម្ពស់វិស័យពុទ្ធសាសនាឲ្យកាន់តែមានភាពល្អប្រសើរហើយយើងឃើញថាអាយដាមឧបនាយករដ្ឋមន្ត្រីយឹមឆៃលីដែលជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មនិងជនបទបានដឹកនាំក្រុមមន្ត្រីក្រមអាវ៉ាត់របស់ខ្លួនដើម្បីទៅចូលរួមក៏ដូចជាប្រគេនចង្ហាន់និងគ្រឿងបរិភោគដល់ព្រះសង្ឃនៅវត្តសុភមង្គលក្រុងសេរីសុភ័ណ្ឌដើម្បីសុំសេចក្តីសុខនិងសុវត្ថិភាពនៅថ្ងៃបោះឆ្នោតនៅថ្ងៃទី28ខែកក្កដាឆ្នាំ2013ខាងមុខនេះអាយដាមឧបនាយករដ្ឋមន្ត្រីយឹមឆៃលីបានមានប្រសាសន៍ថានេះគឺជាការចូលរួមដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាហើយអាយដាមចូលរួមនៅកម្មវិធីនេះគឺដើម្បីឧទ្ទិសដល់ព្រះមហាវីរក្សត្រនរោត្តមសីហនុព្រះវររាជបិតាជាតិនិងអ្នកអង្គញាមហាភក្តីសុបរិទ្ធសភោគាភក្តីហ៊ុននាងព្រមទាំងមហាឧបាសកឌីប៉ុកនិងញាតិទាកាទាំង7សន្តាននិងបុព្វការីដែលបានបាត់បង់ជីវិតនាសម័យពលពតរយៈពេល3ឆ្នាំកន្លងមកហើយយើងឃើញថាឧបនាយករដ្ឋមន្ត្រីអាដាមយឹមឆៃលីក៏បានសុំសេចក្តីសុខសប្បាយដល់ប្រទេសកម្ពុជានៅថ្ងៃបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី5ថ្ងៃទី28ខែកក្កដាឆ្នាំ2013ឲ្យប្រកបទៅដោយសុខសន្តិភាពហើយយើងឃើញថានេះគឺជាការចូលរួមលើកកម្ពស់វិស័យពុទ្ធសាសនារបស់ឧបនាយករដ្ឋមន្ត្រីអាដាមយឹមឆៃលីបាទយើងសូមបញ្ចប់ព័ត៌មាននឹងតែប៉ុណ្្នឹងយើងបន្តព័ត៌មានពាក់ព័ន្ធនឹងវិស័យពុទ្ធសាសនាដូចគ្នាផងដែរគឺនៅខេត្តព្រះសីហនុយើងឃើញថាខេត្តព្រះសីហនុបានលើកឡើងថាពុទ្ធសាសនាបង្រៀននិងប្រដៅមនុស្សឲ្យប្រព្រឹត្តតែអំពើល្អលោកខៀងសង្ហាប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានមានប្រសាសន៍ថាអាណាចក្រក៏ដូចជាពុទ្ធចក្រគឺជាវិថីមួយដ៏ប្រពៃដែលមនុស្សផងទាំងពួងត្រូវតែចូលរួមកសាងដោយពុំអាចខ្វះបានឡើយដូច្នេះត្រូវតែខិតខំកសាងនូវអំពើល្អដើម្បីសន្សំកុសលផលបុណ្យសម្រាប់អនាគតជាតិនៅក្នុងឱកាសនាំយកទានវសានិងគ្រឿងបរិភោគទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវសានៅវត្តចំនួន2ក្នុងឃុំព្រៃនប់ស្រុកព្រៃនប់ខេត្តព្រះវិហារខេត្តព្រះសីហនុលោកខៀវសង្ហាបានក្រើនរំលឹកដល់ពុទ្ធបរិស័ទនិងប្រជាពលរដ្ឋទាំងអស់ដើម្បីឲ្យព្រះពុទ្ធសាសនាបាននៅគង់វង្សស្ថិតស្ថេរយូរអង្វែងពុទ្ធសាសនិកត្រូវតែបន្តចូលរួមកសាងនិងអភិវឌ្ឍវិស័យពុទ្ធសាសនាតាមសទ្ធារៀងៗខ្លួនព្រោះព្រះពុទ្ធសាសនាជាមាគ៌ាដ៏ប្រពៃដែលតែងតែព្រានប្រដៅមនុស្សលោកឲ្យប្រព្រឹត្តតែអំពើល្អទៀងត្រង់និងវាចាអំពើទុច្ចរិតផ្សេងៗនោះបាទនេះគឺជាការចូលរួមនៅវិស័យពុទ្ធសាសនាឲ្យមានការរីកចម្រើនបាទយើងសូមបញ្ចប់ព័ត៌មាននឹងតែប៉ុណ្្នឹងបាទត្រូវតែស្នេហជនជាទីគោរពការផ្សាយផ្ទាល់រយៈពេល1ម៉ោងពេញពីកម្មវិធីហងមេព័ត៌មានពីរសៀលក៏បានមកដល់ទីបញ្ចប់ផងដែរហើយមុននឹងបញ្ចប់កម្មវិធីនាងខ្ញុំក៏សូមថ្លែងអំណរគុណដល់